បាទមើលតាំងពីស្គាល់ Man U មកហើយបងក៏មិនទាន់ដឹងថាតើបងតាមដានព័ត៌មាន Man U ដល់កម្រិតណាទេក៏ប៉ុន្តែត្រឹមតែ2ឆ្នាំចុងក្រោយដែលបង្កើត Soul Man U ហើយក៏ចាប់ផ្ដើមតាមដានព័ត៌មាន Man U យ៉ាងយកចិត្តទុកដាក់ធ្លាប់តែផាគេថាផា Arsenal បាទផា Arsenal ផា Arsenal ទិញ Lacazette អាហ្នឹងពីលីយ៉ុងមកបងរំលោះបាទអញ្ចឹងហៅកីឡាករបងរំលោះតែឥឡូវនេះមកដល់ពេលនេះសម្រាប់ខ្សែប្រយុទ្ធគុណារបស់ Wolver លោក Fabrizio បានបញ្ជាក់នៅក្នុងតម្លៃដូចជា 62.5 លានផោននៅក្នុងនោះដូចជារំលោះដែរបាទរំលោះដែរគេបញ្ជាក់តាំងពីដំបូងបាទ installment ហ្នឹងដោយសារយើងមិននិយាយថា Man U មានលុយមិនអត់លុយប៉ុន្តែអាការរំលោះនេះវាមានលក្ខខណ្ឌមួយគឺបើបងទាំងអស់ទៅវាអត់វាអត់កើតវាថាជាប់លុយ financial បាទអញ្ចឹងយើងបងរំលោះហើយឥឡូវជាការបងរំលោះជារឿងទូទៅសម្រាប់ក្លឹបផ្សេងៗហ៎តែដូចបងនិយាយចឹងតាំងពីមើលតាមដាន Man U 2ឆ្នាំមកវាដែរជួបរឿងហ្នឹងហ៎បាទចាឥឡូវជួបហើយបាទជួបបាទចាយលុយក្តាំងវាមានបញ្ហាអញ្ចឹងបងរំលោះបាទតាមពិតទៅការបងរំលោះ Man U បងជឿថាមានលក្ខខណ្ឌច្រើនដោយដែលមនីបានលើកហេតុផលមុនដំបូងអញ្ចឹងវាអាចតាក់ទងទៅនឹង financial fair play ទី1ទៀត Man U ប្រហែលជាមិនដាច់ចិត្តលក់កីឡាករដែលត្រៀមនឹងលក់ចេញបាទដែលជាកត្តាធ្វើឲ្យ Man U ត្រូវតែបង្ខំចិត្តបងរំលោះក៏ប៉ុន្តែប្រសិនបើ Man U លក់ហើយឡាន់ឬក៏លក់ Anthony ឬក៏លក់ Rashford Jadon Sancho កាលណាឈោចេញនោះប្រហែលជាមិនមានបញ្ហាឈឺក្បាលសម្រាប់ការបង់ផ្ដាច់បាទរបស់ Man U ទេបាទហើយតាក់ទងទៅនឹងខ្សែប្រយុទ្ធខូណានេះផងដែរ Man U មានពាក្យចចាមរាមរាប់ខែរាប់ឆ្នាំមកហើយតាំងពីពាក់កណ្ដាលរដូវកាលដោះដូរកីឡាករលើកទី2បាទហើយក៏វាត្រឹមតែចចាមអារាមក៏ប៉ុន្តែលើនេះ Fabrizio គាត់តាមដែរគាត់តាមដែរអញ្ចឹងគាត់ព្យាយាមបដិញគាត់ថា here we go soon shortly អីណានោះវែងឆ្ងាយរបស់គាត់គាត់តែភ័យខ្លាចមិនទាន់ដឹងអីផង here we go បាត់ហើយណាហើយនេះចង់មកបាស់ជើង here we go ទៅចុចមើលទៅនៅទេគាត់ថាភាគរយច្រើនវាដឹងតែមកហើយបាទតែអ្វីគ្រប់យ៉ាងគឺរងចាំថាតើពិតជាកុងត្រារវាង Man U និងគុណាខ្សែប្រយុទ្ធរបស់ Vol ហ្នឹងរហូតដល់កុងត្រា2030ឬក៏យ៉ាងណាយើងនឹងរងចាំការបញ្ជាក់មួយសារទៀតយប់នេះអាចនឹង here we go អត់ទេបងអត់ទេណាដោយសារគាត់បាននិយាយថាខូនញ៉ាហ្នឹងគឺ yes មួយហ្នឹងហើយដោយសារប្រកាសហាត់កើតទេដោយសារគាត់បិទមកបិទទ្វារចូលដល់ថ្ងៃគេបើកប្រកាសបានបាទដែលយើងទិញដូរមុនគេបើកវាអត់សមចុះមិនលីវើពូលទិញក៏អត់ទាន់ហ្នឹងហើយក៏អត់ទាន់ប្រកាសអីដែរមកបាទធ្វើតេស្តសុខភាពជោគជ័យហើយអស់ណាហ្នឹងគាត់អត់ទាន់ផុសរូបផុសអីផុសអស់ Fabrizio ផុសអស់តិចអស់ជោគជ័យធ្វើតេស្តសុខភាពហើយអស់លីងហ្មងខ្ញុំឃើញរៀលផុសរូបហើយសិនដែររៀលផុសតែផុសវីដេអូ highlight ហើយអាណុលអត់ទេអាណុលរងចាំថ្ងៃចប់អាទិត្យក្រោយបានចប់មកមិនប្រកាសបាទពីព្រោះ Fabrizio ក៏បញ្ជាក់ដែរថាអាណុលក៏នឹងប្រកាសនៅអាទិត្យក្រោយអញ្ចឹងMan U អាចនឹងធ្វើតាមក្បាច់ Liverpool ដែរគឺធ្វើតេស្តអីចប់ទាំងអស់គាត់ថាវាអត់ទាន់ official តែសារព័ត៌មានអាចចេញមុនបានកុំឲ្យតែ page ចេញមុនអញ្ចឹងអញ្ចឹងយើងភាគរយច្រើនយើងបានខ្សែយុទ្ធកដាលមួយហើយតើវាសនានាងហុយឡាន់ទៅយ៉ាងណាសម្រាប់ខូញ៉ានេះមិនមែនយកទៅជន់មួយហុចឡាន់ទេបាទខូញ៉ានេះយកបើខ្ញុំណាយកទៅចំនួន Rashford ទេត្រូវហើយបាទគាត់លេងខាងឆ្វេង AMF ហ្នឹងគាត់លេងឆ្វេងក៏បាន center ក៏បាន right ក៏បានគាត់លេងបានច្រើនបាទគាត់មិនមែនទៅប្រយុទ្ធចងមុងទេគាត់ប្រយុទ្ធដឹកបាល់ទៅអញ្ចឹងគាត់លេង Rashford អញ្ចឹង Rashford ហ្នឹងដាច់ខាតដូចបងនិយាយអញ្ចឹងគឺចាក់ចេញហើយតម្លៃ40លានហ្នឹង40-45បាទ40-45ហ្នឹងលក់តា Sancho មួយទៀតរួចថ្លៃខូញ៉ាបាទរួចថ្លៃខូញ៉ាមួយបាទអញ្ចឹងដោះស្រាយបានកន្លែងហ្នឹងអញ្ចឹងមិនមែនចំនួន Hotland ទេមានន័យថាយកកូរ៉េសនៅតែភាគរយច្រើនដែរពីព្រោះយកកូរ៉េសដែលជាអតីតកូនចៅរបស់លោកអាម៉ារីនក៏គាត់បានបើកភ្លើងខៀវចរចាជាមួយនឹងគេហៅថាបើកភ្លើងខៀវឲ្យលោកអាម៉ារីនដែរបាទបើកភ្លើងខៀវសុំកាត់តិចការសូដែលបងឡើងលើមុនមិនយើងនិយាយគ្នារឿងអីគេអាម៉ូរីននិយាយថាគាត់ស្រឡាញ់តែក្លឹបទៅយកករ៉េសស្រឡាញ់តែក្លឹបនៅ Champions League បន្ទាប់មកមិនប៉ះបៀបើអេលីយ៉ុងខ្ញុំអត់ចាំដែរមិនលោកអាម៉ូរីននិយាយថាបើអ្នកណាមិនមកក្លឹបយើងក៏ហីទៅព្រោះយើងមិនបាន Champions League ក៏ដោយយើងរកតែកីឡាករណាដែលស្រឡាញ់ក្លឹបហើយក៏ដូចប្របែកព័ត៌មានចាស់កាលនេះមិនបងនិយាយដែរណាបែកដានអត្តន័យរបស់គាត់ហ្នឹងគឺសំដៅទៅលើនាង Sancho Freedom ជាមួយ Rashford ទេបាទគាត់មិនទៅសំដៅទៅលើនោះទេបាទពេលឥឡូវមកចូលរឿងដោយសារតែការបើកភ្លើងខៀវរបស់
យកក៏ដែរគឺនៅតែមានភាគរយខ្លាំងដដែលបាទគ្រាន់តែយកក៏ដែរប្រកាសលើកពៀនជួយឲ្យ Sporting លើកពៀនភ្លាមបាទគឺបាទមិនឲ្យបញ្ហាម៉ៃមែន បាទដាក់ខាងអូ này bây giờ ហ្នឹងនិយាយពេលបាយអោនមកគឺលន់ណា ok បាទអូខេគាត់ដល់លើកពៀនភ្លាមមានន័យថាគេយកក៏ដែរគឺចរចាជាមួយ Man U លក្ខណៈផ្ទាល់មាត់បាត់ហើយបាទទោះបីជាក្លឹបប្រកាសដាក់នៅក្នុងតម្លៃជាង60លានផោនក៏ពិតមែន60លានយូរ៉ូក៏ផោន euro Euro. ស្មើនឹង55លាន pound បាទទិញ Man U បើទិញបាននឹងមួយទៀតល្អមែនតើ កន្លែងនេះខ្ញុំសូមជ្រែកចូលបន្តិច ចែកចូលឲ្យជ្រៅ បាទអត់ជ្រៅហ្មងទេដោយសាររឿងហ្នឹងវាមិនទាន់មានជាលាយលក្ខអក្សរណា បាទ គេយកកូរ៉េបើយើងមើលមកជ្រុងមើលខាងនេះទៅខាងស្ដាំទៅឃើញថាគាត់ដូចជាពេញចិត្តជាមួយនឹង Man U ជាមួយនឹង team work Man U ជាមួយនឹងគ្រូហើយជាពិសេសដូចខូញ៉ាមកនេះគឺខ្សែប្រយុទ្ធទាំងគេទាំងយើងគឺទៅលេងក្លឹបណាដែលមានអ្នកបកកែបោះបាល់ឲ្យដូច Bruno អញ្ចឹងគឺសប្បាយចិត្តហើយ បាទ ប៉ុន្តែខ្ញុំឃើញព័ត៌មានមួយទៀតនេះ Man U នឹងចង់បាន Liam Delap ដែលជាការចង់បានរបស់លោក Jason Peacock ផ្ទាល់ហើយបានចេញព័ត៌មានហើយថាសុំនិយាយ secret meeting ហ្មងសុំជួបគ្នាចរចាលក្ខខណ្ឌអីយើងអត់ដឹងទេ ឃើញចុះថ្ងៃមិញដែរ វាជាការចង់បានរបស់ប្រធានផ្នែកបច្ចេកទេសគាត់ថា Delap នឹងអនាគតទៅល្អតែវិយោគរ៉េនេះជាការពេញចិត្តកីឡាករក៏ពេញចិត្តគ្រូក៏ពេញចិត្តកីឡាករគ្នាឯនេះក៏វាថាមាន connection ណាពេញចិត្តជាមួយនឹងវិយោគរ៉េកន្លែងហ្នឹងគឺពិបាកបន្តិចតើ Man U គឺរឿងមួយខាងគេថាមួយខាងឪពុកចូលចិត្តមួយខាងម្ដាយចូលចិត្តអញ្ចឹងណាផ្សេងគ្នាអញ្ចឹងទៅពេលអញ្ចឹងកន្លែងហ្នឹងកើតជាចម្ងល់ខ្ញុំថាគួរតែយក Liam Delap 30លានផោនទេវ័យ22ឆ្នាំ ចុះទិញនឹង3ហ្មងទៅ ណាគេមួយទៀត យកក៏ដែរ អូខេខ្ញុំថាបើទិញទាំងពីរវាអាចពិបាកបន្តិចតើពួកគាត់ចែកគ្នាលេងគ្រប់គ្រាន់អត់ប៉ុន្តែបើសិនជាបាត់ហុចឡែនណាបើយកមកទាំងពីរមួយយ៉ាងដែរ Highland បើតាមបងស្មានខទេ Highland រដូវកាលក្រោយទៅមិនយូរដាក់ខ្ចីជើងហើយ បាទអាចខ្ចីជើងសិនព្រោះលក់ភ្លៀងក៏លក់មិនបានថ្លៃដែរ បាទដាក់ខ្ចីជើងដូច Anthony យ៉ាង Man U ឥឡូវដឹងក្បាច់ហើយជាទូទៅដាក់កន្លាកខ្ចីជើងឲ្យលេខធ្លោមានទីផ្សារបាទទី Anthony ដល់50លានក៏មានអីយកដែរប្រសិនបើ Anthony ជួយ Real Betis ឈ្នះទៅលើតរំតោ Chelsea ទៀត តែបើចាយលុយទៅលើពីរហ្នឹងបើសិនយកអត់លក់កីឡាករក៏ពិបាកយកលុយទៅទិញ ត្រូវតែយើងមានបើយើងទៅទៀតបើយើងឈ្នះ Europa League យើងចូល Champions League លុយទៀតលុយមកទាំងដុំមកលុយប្រាក់រង្វាន់ណាបាទហើយយើងក៏អាចមានសិទ្ធិចាយដែរព្រោះអីធម្មតាក្លឹបយើងវាឡើងមួយជំហានទៅកម្រិតខ្ពស់យើងថាខ្ញុំត្រូវការ invest ដើម្បីចាយលុយអាហ្នឹងក៏វាគេបើកភ្លើងគេឲ្យយើងចាយបានដែរតែខ្ញុំបារម្ភខ្ញុំបើសម្រាប់ខ្ញុំណាខ្ញុំចង់ថាខ្ញុំស្រឡាញ់ទៅយកគាត់ដែរស្រឡាញ់ទាំងអស់ទាំងអត្តចរិតទាំងអាយុទាំងការលេងណា បាទ ប៉ុន្តែ fan ខ្លះគាត់ថាយកគាត់ដែរអាយុ27ហើយឆ្នាំខែ6នេះគឺ27ហើយតែបើយើងកន្លែងទៅមើលតម្លៃស្ដាយហ៎បងស្ដាយតម្លៃហ្មងតែ66លាន បើយកគាត់23 24 100លានបាត់ហើយ បាទហើយនេះគាត់បានថាគាត់ក៏ជួយ Sporting ក៏បានលទ្ធផលពីគាត់ចាក់ចេញ Sporting ក៏អត់ហ៊ានក្លុកតម្លៃដែរតម្លៃប៉ុណ្នេះបើ Man U មិនយកខ្ញុំថាឱកាសនេះគឺពិបាកមែនតើ Arsenal យកបានមើលមិនឃើញ Arsenal តម្លៃប៉ុណ្ណឹងគឺហ៊ានចាយពីព្រោះ Arsenal គាត់ត្រូវការប្រយុទ្ធដើម្បីមកជួយដាច់ខាតបាទ Arsenal ប្រហែលឆ្នាំហើយដែលលេងប្រយុទ្ធកណ្ដាលអត់ជោគជ័យបាទមកទិញមកជួបតែរបួសបាទដូចទិញជេស៊ូមកក៏របួសយកខៃ Havertz មកក៏របួសមានជោគីញ៉ូយកមកពី Chelsea ក៏លេងមិនកើតធ្លាក់តម្រង់លេងឥឡូវត្រៀមទៅលេងនៅណានៅអី Flamingo ហ៎តាមព័ត៌មានមកបាទឥឡូវញ៉ៃច្រើនដែរ Sterling ទុកចោល បាទ Sterling អត់ទុកចិត្តគាត់ Sterling ដែរ អត់ទុកចិត្តទេតែប៉ុន្តែអតីតកូនក្រុមខ្លួនឯង នៅ Man City កាលនៅ Manchester City ទេអញ្ចឹងសរុបមកវិញ Man U ត្រៀមតែ2ទេទី1គឺអាចនឹងយកបាន Delap និងទី2អាចនឹងយកបាន Kona តែ Kona ភាគរយច្រើនជាងគេបាទមុនគេ ខ្ញុំធ្លាប់និយាយថាកាលពីដើមលេចលឺទៅដល់ Hosenham ណាខ្ញុំថាខូញ៉ាហ្នឹងគឺបានមុន Hosenham ទៀតព្រោះ Hosenham ហ្នឹងចុងក្រោយគេព្រោះ Man U នៅទៅអ្នក Delap ហើយនឹងយករ៉េសនេះបើសិនជាពីរហ្នឹងអត់បានណាគេគាត់ទៅយក Hosenham ប៉ុន្តែ Hosenham ខ្ញុំខ្លាចតែមួយទេអត្តចរិតគាត់ព្រោះគាត់ឆ្លោះមួយដល់អីគេ President របស់ Napoli គាត់ឆ្លោះ Admin Page ទៀតបាទ អញ្ចឹងឆ្លោះគេវិញហ្នឹងអញ្ចឹងអាឡៃហ្នឹងឯងដែលធម្មតាក្លឹបផ្សេងឬក៏ក្រុមហ៊ុនគេថា
cho bọn ấy vì hiền lúa là ba màu dương của dương của bạn đấy nè cái lại cái hai ត្រូវ cái lại của bạn đây កន្លែងហ្នឹងភាគរយច្រើនដែរដែលលោកអាមេរិនគាត់ពិបាក បាទ បាទពីព្រោះចេញកន្លាមកហ៊ានឆ្លោះជាមួយក្លឹបពេលដូចជាផុកបាយហ្នឹង បាទដូចបោកឆ្នាំងបាយបងនិយាយហ្នឹង បាទដូចបោកឆ្នាំងបាយខ្លួនឯងយើងឆ្លោះជាមួយក្លឹបទោះបីជាយ៉ាងណាក៏ដោយបាទក្នុងនាមជាកីឡាករគាត់យើងត្រូវប្រកាន់រក្សាចំហមួយឲ្យស្ងាត់ស្ងៀមទៅទុកឲ្យអាចិនស៊ីចរចាគ្នាទៅវាល្អជាងតែការឆ្លោះបើកជាផ្ទៃមុខដូចមិនល្អប្រហែលទេមើលអ្នកឆ្លោះបើកចំហផ្ទៃអាព័ត៌មានជាទូទៅដែរជោគជ័យអត់ Sancho Rashford បាទពុកបាទ ផុកបាបាទអស់ពីជោគជ័យសូនទូទៅជាប់ពាក់ព័ន្ធដូពីនដូប៉ាន់ហ្នឹង បាទពីនៅប៉ាន់ បាទហើយឥឡូវនេះអូសមែនទោះបីជាគាត់លើកពីនៅទូគីមែនប៉ុន្តែតែប៉ុណ្ណា បាទ ចេញមកលេងឲ្យចប់វាមានអីទៅតទៀតណា បាទ ហើយក៏មិនមានព័ត៌មានដែលតាក់ទងទៅនឹងក្លឹបណាចង់បានទេ មានឃើញជូបន្ទុះមានចចាមអារាមដែរណា បាទ បាទជូបន្ទុះចង់បានហើយ Chelsea ហ្នឹងក៏នៅតែចង់បានដែរ Chelsea ដោយសារនីកូឡាជែកសុនគាត់អត់សូវទុកចិត្តហើយ Chelsea ក៏មិនសូវខ្វល់ខ្វាយរឿងអត្តចរិតអីប្រហែលដែរថាឃើញតែល្អទិញឲ្យ Chelsea ហ៎ ត្រូវ ព្រោះគាត់ដោះដូរលឿនតាំងពីដើមមកហើយគឺទិញឃើញតែទិញតិចថា Chelsea ជាប់អីអត់មានជាប់ទេយើងអត់ដឹងថាពេលគាត់លក់វិញណាគាត់ប្រមូលលុយលក់វិញគឺលុយចូលពេញកប៉ៅអញ្ចឹងវាស្មើគ្នា ជាប់ម្ដងកាល2020មិនគេ ban transfer មួយឆ្នាំ គាត់ជាប់ដោយសារគាត់ទិញកីឡាករខមអាយុគាត់លក់ទិញកីឡាករខមអាយុទេអានោះគាត់ជាប់មួយឆ្នាំដែរដូច Man City ឃើញតែអញ្ចឹងគាត់លក់កីឡាករចំណេញJulian Alvarez ចំណេញកប់ក្តោងលក់ឲ្យអាតេSterling ក៏លក់បាន លក់ ដែរ ឲ្យ Chelsea ក៏ចំណេញបាទអញ្ចឹងគាត់លក់បានច្រើន លក់បានច្រើន ថ្លៃជាងគេ Palmer ស៊ីនឆេនកូក៏លក់ឲ្យអាសនលបានលុយ បាទគឺឃើញអញ្ចឹង Man City លក់ចំណេញណាមិនដូច Man U លក់អត់ចំណេញទេ Man U អត់បានលក់កីឡាករដែលចំណេញទេ បាទ ឃើញមកឥឡូវនេះបើលក់ចំណេញបាន Greenwood បើម៉ាក់សៃលក់គាត់បាន 50% ណា បាទ ហើយមួយទៀតខ្សែការពារនៅ Benfica ហ៎ Carrera បាទ Carrera ហ្នឹងក៏មាន option ដូចគ្នាឥឡូវ Real ចង់ទិញ50-60 លានផោនBenfica លក់អញ្ចឹង Man U បាន40ទៅ 50% ទៀតបាទ គេចង់ប្រើក្បាច់មួយទៀតគេឲ្យថា Man U ទៅទិញAlvarez ហ្នឹងមកវិញមក បាទ តែ20លានទេណាចាំ Real ទៅទិញវិញ Real អត់ខាតលុយតែ Man U មិនធ្វើអញ្ចឹង Man U អត់ធ្វើទេ Man U អត់ទៅយកមកវិញទេសុកចិត្តឲ្យ Real ទិញទៅគាត់បានលុយចំណេញឃើញទេ បាទ បានចំណេញអាប៉ែបបប៉ុណ្ណាព្រោះថាឲ្យលក់ទាំងដុំចំណេញដោយ Rashford អី Rashford ចំណេញមែនព្រោះយកមានយកទៅទិញទេប៉ុន្តែចាំវិញបើអស់អង្គអស់ឲ្យច្រើនមានឲ្យច្រើនណា ច្រើន Rashford នេះ បាទ40លានមកវិញ អីទេបាទ